ទូស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេចេញមកលងទៀតហើយដូចជាស្ងាត់ខ្ញុំមួយរយៈដោយសារតែរវល់ពេកមិនបានយករឿងមកសម្ដែងបងប្អូនស្ដាប់ហើយចាប់ពីថ្ងៃនេះតទៅគឺខ្ញុំផុសវីដេអូរបស់ខ្ញុំជារៀងរាល់សប្ដាហ៍ឬក៏ថ្ងៃវិញហើយអញ្ចឹងសូមបងប្អូនជួយតាមដានវីដេអូរបស់ខ្ញុំផងហើយសាច់រឿងមួយនេះបានកើតទៅលើបងប្រុសម្នាក់ឈ្មោះថាបងវិបុលហើយសាច់រឿងមួយនេះគឺកើតឡើងយូរដែរណាប្រហែលជា 5-6 ឆ្នាំមុនណាហើយបងវិបុលគាត់នៅទីរួមខេត្តមួយហើយទីរួមខេត្តនោះដែរខ្ញុំសូមអត់បញ្ចេញឈ្មោះទេហើយបងវិបុលគាត់បានចេញពីស្រុកកំណើតរបស់គាត់នៅទីរួមខេត្តមួយហ្នឹងដើម្បីឡើងមករាជធានីភ្នំពេញដើម្បីមករៀនតរបស់គាត់ណាហើយបងវិបុលគាត់មករៀនហ្នឹងអស់រយៈពេលជាច្រើនឆ្នាំណាបងប្អូនហើយបងវិបុលទៀតសោតដែរគាត់អត់សូវដែរបានទៅលេងផ្ទះទេដោយសារតែគាត់ជាប់រៀនហើយតនេពីរៀនអីគាត់ឆ្លៀតធ្វើការថែមម៉ោងក្រក្រៅអីចឹងណាដើម្បីបំណុបបំរុងការរស់នៅរបស់គាត់ហើយកុំឲ្យខាងគ្រួសាររបស់គាត់ចំណាយច្រើនទៅលើគាត់ចឹងណាហើយបងវិបុលគាត់ថ្ងៃមួយគាត់បានទទួលដំណឹងពីអ្នកផ្ទះរបស់គាត់ណាថាលោកយាយរបស់គាត់ហ្នឹងមានជំងឺឈឺធ្ងន់ហើយបងវិបុលក៏សម្រេចចិត្តសុំស្បាប់ពីការងារឬក៏កន្លែងរៀនរបស់គាត់ហ្នឹងដើម្បីត្រឡប់ទៅមើលថែយាយរបស់គាត់នៅស្រុកកំណើតរបស់គាត់ណាហើយស្រុកកំណើតរបស់គាត់ហ្នឹងគឺវាមានសភាពស្ងប់ស្ងាត់មែនទែនដែលស្ថិតនៅជាប់ជើងភ្នំណាអញ្ចឹងវាមិនសូវមានមនុស្សអ៊ូអរច្រើនទេវាមានសភាពស្ងប់ស្ងាត់ណាបងវិបុលគាត់ថាខ្ញុំភ្លេចបញ្ជាក់បងប្អូនមួយទៀតបងវិបុលគឺគាត់នៅជាមួយនឹងយាយគាត់ហើយនឹងប្អូនរបស់គាត់នៅជាមួយយាយណាអញ្ចឹងជាក់ស្ដែងយាយរបស់គាត់នឹងនៅជាមួយនឹងប្អូនស្រីរបស់គាត់ម្នាក់ដែលមើលថែបំណុបបំរុងណាហើយបងវិបុលគាត់ឡើងមករៀនតផងមកធ្វើការផងដើម្បីគប់គង់យាយរបស់គាត់បានខ្លះហើយផ្ញើទៅយាយអីចឹងណាហើយដល់ពេលយាយគាត់ធ្លាក់ខ្លួនឈឺគាត់ក៏សម្រេចចិត្តចេញពីភ្នំពេញមកដើម្បីមកស្រុកកំណើតដើម្បីមើលថែទាំយាយរបស់គាត់ណាដោយសារតែប្អូនស្រីរបស់គាត់វានៅក្មេងពេកអញ្ចឹងវាមិនអាចយកយាយយកអីទៅពេទ្យអីចឹងណាអញ្ចឹងបងវិបុលក៏សម្រេចចិត្តមកមើលថែយាយរបស់គាត់សិនហើយនេះខ្ញុំនិយាយសភាពផ្ទះយាយរបស់បងវិបុលតិចសភាពផ្ទះបងវិបុលគឺផ្ទះឈើបែបបុរាណណាឈើខ្ពស់ហើយផ្ទះគាត់គឺធំទូលាយមែនតើហើយសភាពនៅជុំវិញផ្ទះហ្នឹងគឺពោពេញទៅដោយស្មៅអីចឹងណាវាមានសភាពទលំទលាយដោយសារតែដីភូមិរបស់យាយរបស់គាត់ហ្នឹងគឺធំហើយផ្ទះក៏ធំទៀតតែចម្លែកគឺនៅក្រោយផ្ទះរបស់យាយរបស់គាត់ហ្នឹងមានដងទឹកមួយហើយដងទឹកហ្នឹងគឺបន្សល់តាំងពីជំនាន់យាយរបស់គាត់នៅក្មេងៗណាអញ្ចឹងវាមានសភាពចាស់ហើយដុះស្លែជាប់ស្លែខៀវងឹតអីចឹងណាហើយបងវិបុលគាត់ថាបច្ចៈគាត់ថាដងទឹកហ្នឹងទោះមេឃក្តៅយ៉ាងណាអត់មានភ្លៀងអត់អីក៏អត់ដែររីងដែរទឹកតែងតែចេញជានិច្ចបងវិបុលគាត់ថាអញ្ចឹងហើយបងវិបុលក៏គាត់អត់ដឹងពីប្រវត្តិដងនឹងច្រើនទេណាគាត់ដឹងថាដងនឹងវាអត់ដែររីងទឹកទោះមេឃក្តៅឬក៏អត់ភ្លៀងយ៉ាងណាក៏អត់ដែររីងហើយដងនឹងមិនសល់ទុកតាំងពីយាយរបស់គាត់នៅក្មេងៗហើយរឿងផ្សេងគឺគាត់អត់ដឹងទេហើយនៅពេលដែលបងវិបុលគាត់បានមកដល់ផ្ទះយាយរបស់គាត់គាត់ឃើញសភាពយាយរបស់គាត់គឺពិបាកមើលមែនទែនដោយសារតែស្លេកស្លាំងស្គមដូចអត់បានហូបបាយហូបទឹកប្រហែលថ្ងៃអីចឹងណាបងប្អូនទាំងស្រាប់មនុស្សឈឺធ្ងន់ធ្ងរអញ្ចឹងវាពិបាកមែនទែនបងវិបុលគាត់អាណិតយាយរបស់គាត់ណាហើយយប់មួយហ្នឹងគឺគាត់មកដល់ហ្នឹងប្រហែលជាល្ងាចហើយអញ្ចឹងក៏រៀបចំហូបបាយហូបអីណាក៏លើកបបរឬក៏បាយទៅបញ្ចុកយាយតលើក្រែដោយសារតែយាយរបស់គាត់ឈឺពិបាកងើបមកវិសាបាយឬក៏ហូបបបរហូបអីអញ្ចឹងក៏បងវិបុលនេះគាត់ដួសបបរមួយចានទៅហើយមានត្រីវឡាក់ត្រីអីដែលគាត់ទិញមកពីភ្នំពេញអញ្ចឹងណាអញ្ចឹងក៏ឲ្យយាយគាត់ហូបទៅហើយយាយរបស់គាត់ក៏ថាហូបបានតែបន្តិចទេហើយយាយរបស់គាត់ថាឆ្អែតថាអីចឹងណាហើយបងវិបុលគាត់ថានៅពេលដែលគាត់បញ្ចុកបបរយាយហើយគាត់ក៏អង្គុយលេងនៅក្បែរក្រែនិយាយលេងមួយយាយគាត់ចឹងណាដោយសារតែបែកគ្នាច្រើនឆ្នាំមកបងវិបុលគាត់អត់ដែរមកលេងទេអញ្ចឹងសភាពក្នុងផ្ទះរបស់គាត់គឺវាមានសភាពប្លែកដោយសារតែខានមកយូរបងប្អូនដឹងហើយនៅពេលដែលបងវិបុលនិយាយមួយយាយគាត់បានមកស្ទុះស្រាប់តែយាយរបស់គាត់នេះនិយាយរឿងដងប្រាប់គាត់ដោយសារតែពីមុនមកអត់ដែរនិយាយរឿងរ៉ាវដងនឹងប្រាប់បងវិបុលទេ
ហើយយាយបងវិបុលគាត់ថាប្រាប់ពូបងវិបុលថានៅពេលដែលអាងឹតចាប់ផ្ដើមងឹតឬក៏ព្រះអាទិត្យលិចភ្លាមកុំឲ្យបងវិបុលហ្នឹងទៅចិត្តដងដែលនៅក្រោយផ្ទះរបស់គាត់ហ្នឹងហើយទោះលឺសំឡេងអីនៅក្នុងដងហ្នឹងឬក៏មានអីណែតក្នុងដងហ្នឹងកុំអើតមើលកុំនៅចិត្តកុំអីចឹងណាអាហ្នឹងគឺយាយរបស់គាត់ប្រាប់ទៅបងវិបុលហើយនៅពេលដែលយាយបងវិបុលគាត់និយាយចប់ហើយគាត់ថាចាំកុំភ្លេចត្រូវតែធ្វើតាមយាយកុំទៅចិត្តដងនឹងនៅពេលយប់ឬក៏លឺសំឡេងអីផ្សេងណាគាត់ប្រាប់ឲ្យបងវិបុលចាំហើយបងវិបុលបានតែឆ្លើយថាបាទអត់ហ៊ានសួរមូលហេតុអីទេហើយក៏គិតក្នុងចិត្តខ្លួនឯងថាប្រហែលជាយាយរបស់គាត់ចាស់ហើយគិតរឿងអបិយជំនឿជ្រុលពេកអញ្ចឹងណាបងវិបុលគាត់គិតតែម្នាក់ឯងណាហើយអញ្ចឹងទៅបងវិបុលក៏ចេញពីបន្ទប់យាយរបស់គាត់ហ្នឹងដើម្បីងុយទឹកងុយអីព្រោះរៀងយប់ហើយដើម្បីចូលសម្រាកចូលដីណាហើយបងវិបុលគាត់ថាគាត់ដាក់លើក្រែព្រាមគាត់ដេកលក់ឈឹងដោយសារតែគាត់ធ្វើដំណើរហត់អញ្ចឹងគាត់មិនដឹងថាដេកលក់ស្មើណាហើយនៅពេលដែលគាត់ដេកលក់ហ្នឹងគាត់ភ្ញាក់ដឹងខ្លួននៅម៉ោង1អាត្រៀតម៉ោង1រំលងអាត្រៀតកដាយប់ហើយគាត់ក៏ក្លៀងទឹកស្រេកទឹកពេកហើយនៅក្នុងបន្ទប់របស់គាត់អត់មានទឹកទេអញ្ចឹងតម្រូវឲ្យគាត់ចុះមកក្រោមហើយម៉ោង1រំលងអាត្រៀតម៉ោង1យប់បងប្អូនសាកសម័យទៅថាវាទិដ្ឋភាពស្ងាត់ប៉ុណ្ណាហើយណាមួយផ្ទះរបស់យាយគាត់ហ្នឹងនៅជាប់ជើងភ្នំទៀតអញ្ចឹងវាមានសភាពស្ងប់ស្ងាត់មែនទែនភ្លើងរត់ភ្លើងអីក៏មិនសូវទលំទលាយដូចឥឡូវដែរកាលហ្នឹងហើយនៅពេលដែលបងវិបុលគាត់ចុះមកក្រោមហើយគាត់ចាក់ទឹកចាក់អីផឹកហ្នឹងហើយអាចង្វាក់ដែលគាត់កំពុងចាក់ទឹកហ្នឹងគាត់ថាឮសំឡេងអ្វីមួយយ៉ាងនៅក្បែរដងក្រោយផ្ទះរបស់គាត់ឮចប់ដូចកំពុងធ្វើអីនៅកន្លែងដងទឹកហ្នឹងដូចមានមនុស្សកំពុងបោកក្អៅបោកអីចឹងបងប្អូនសាកសម័យមើលហើយបងវិបុលគាត់ថាដោយសារតែភាពចង់ដឹងចង់ឃើញថាសំឡេងហ្នឹងសំឡេងអីគាត់ភ្លេចពាក្យសម្ដីរបស់យាយគាត់ប្រាប់ពីល្ងាចមិញអញ្ចឹងក៏គាត់បើកទ្វារជន់ក្រោមរបស់គាត់ហ្នឹងបើកតិចហើយក៏សម្លឹងទៅសំឡេងដែលនៅដងហ្នឹងហើយនៅពេលដែលបងវិបុលគាត់បើកទ្វារបន្ទប់ជន់ក្រោមហ្នឹងបើកមកគាត់ថាសភាពមេឃគឺភ្លឺចាច់ដោយសារតែថ្ងៃហ្នឹងដូចជាថ្ងៃសិលឬក៏ថ្ងៃខែភ្លឺអីចឹងណាខែភ្លឺអីចឹងណាអញ្ចឹងទៅគឺគាត់មើលទៅកន្លែងដងហ្នឹងវាមានសភាពច្បាស់មើលឃើញអីផ្សេងនៅជុំវិញខ្លួនមើលឃើញគ្រាន់ច្បាស់ដោយសារតែវាមិនច្បាស់ដូចថ្ងៃដូចអីទេវាបងប្អូនសាកសម័យទៅថាខែភ្លឺខែអីវាឃើញព្រមអាចថាសន្មតថាវត្ថុនឹងជាអ្វីអីចឹងណាហើយអញ្ចឹងទៅអាចង្វាក់ដែលគាត់ងាកទៅកន្លែងដងកន្លែងគាត់លឺសំឡេងដូចមនុស្សបោកក្អៅហ្នឹងគាត់សម្លឹងទៅគាត់ឃើញនារីម្នាក់អង្គុយអោនមុខចុះហើយសក់វែងមែនតើណាហើយបែរខ្នងដាក់គាត់មិនមែនបែរមុខមករកគាត់ទេគាត់ឃើញពីក្រោយគាត់ថាជារាងរបស់មនុស្សស្រីហើយមនុស្សស្រីហ្នឹងគឺសក់វែងមែនតើអោនមុខចុះហើយបងវិបុលគាត់ឃើញភ្លាមគាត់មិនគិតទៅលើរឿងខ្មោចរឿងអបិយជំនឿរឿងអមនុស្សអីទេគាត់ក៏ស្មានតែមនុស្សថាអីចឹងណាហើយក៏ស្រែកសួរទៅនារីម្នាក់ហ្នឹងហើយបងវិបុលក៏ស្រែកទៅនារីម្នាក់ហ្នឹងថាណាគេហ្នឹងស្មោះហ្នឹងអត់ដេកអត់ពូនេះអីគាត់ស្រែកទៅនារីម្នាក់ដែលអង្គុយបែរខ្នងសក់វែងដល់ដីហ្នឹងហើយនៅពេលដែលបងវិបុលគាត់ហៅនារីម្នាក់ហ្នឹងអត់ឆ្លើយតបទៅបងវិបុលវិញទេហើយគាត់អត់ឆ្លើយតបមែនណាតែនារីម្នាក់ហ្នឹងងាកមករកបងវិបុលតិចហើយអាចង្វាក់ដែលងាកមកហ្នឹងបងវិបុលគាត់ថាចង់ស្រឡាំងកាំងបងវិបុលគាត់ថានារីម្នាក់ហ្នឹងគឺអត់មានមុខទេវាមានតែសក់ដែលបាំងមុខរបស់គាត់ហ្នឹងគាត់មើលទៅវាអត់មានមុខរលោងស្រិលណាឃើញខ្មៅបងវិបុលគាត់ថាអញ្ចឹងហើយបងប្អូនសាកសម័យទៅមនុស្សណាអត់មានមុខអត់មានច្រមុះអត់មានថ្ពាល់អត់មានអីផងហើយបងវិបុលគាត់គិតថាម៉េចគាត់គិតថាខ្មោចហើយពេលហ្នឹងដោយសារតែមុនទៅបងគាត់អត់ជឿរឿងអមនុស្សឬក៏មានខ្មោចអីនៅដងហ្នឹងទេគាត់អត់ស្ដាប់យាយរបស់គាត់ហើយឥឡូវគាត់ជួបផ្ទាល់ហើយបងវិបុលមិនត្រឹមតែឃើញប៉ុណ្្នឹងទេគាត់ថាគាត់ឃើញដៃនារីម្នាក់ហ្នឹងទើបតែដកចេញពីដងហើយសភាពដៃរបស់នារីម្នាក់ហ្នឹងគឺស្គមដូចដើមឈើងាប់ចឹងអត់មានសាច់ទេអញ្ចឹងហើយបងវិបុលពេលហ្នឹងខ្លាចមែនតើណាឡើងចង់ដួលសន្លប់នៅហ្នឹងដោយសារតែគាត់មិនដែលឃើញពីមុនមកមិនដែលមានហេតុការណ៍អីប្លែកចឹងទើបតែយាយរបស់គាត់ប្រាប់ងាកមិញហើយឥឡូវគាត់មិនបានស្ដាប់យាយរបស់គាត់បានបើកទ្វារបើកអីមកឃើញសភាពពេលហ្នឹងគាត់ឡើងច
trong slon đó bong bồn hay quạt không tụp rầm hay có rút chua được không bật tụp chọn crom nâng với nhá chặt sau chặt yêu chật hay bong bị bol còn làng tụp bật tụp bọc quạt nấu lửa nè hay có cây lụa bên á còn một đằng hay nó về lầm lớn quạt tròn từ xuống giấy bọc quạt nè tha rương ra con nôn đồ nâng vì miền rương ấy play man trong đấng tay giấy bọc quạt chưa chân bà bọ sai bà ấy xua từ khai quạt về giấy ấy ở đằng kho đằng trâu ấy chứ á hay quạt có sầm rạch chất tờ vọt đâm bay xua cha nó chất nâng á đại cái đằng bị vọt đồ mới nâng tha miền rương ấy ban khơi sập hiệp miền neri mà nẹt đại miền tây mục sọ về cho bài khăn nó có bài đồ nâng chứ á hay nó về để bong vị bol quạt tờ bàn chụp bà cha nâng có riệp ruột rương dục mình prap lục ở cha mới nâng á lục ở cha này nâu nông vọt nó có bài phùm bọc quạt nâng á hay có dây rương rau để quạt chụp dục mình nâng có tức một bọc lục ở cha nâng quạt đỏ thơm thùng hay thường một đôi chia bà chất á hay có prap từ bong vị bol tha cà pi hà sụp chân nam muốn á minery mà nè hay neri mà nè nó cứ ruột nông nông phum bỏ giấy bong vị bol đài hay neri mà nè nó quạt một tháng niềng chằn hay niềng chằn đó nghe trâu ban vào đây bỏ quạt cái bọt chất á tàu ca bọc pun cho bọc pun niềng chằn đó nghe đôi xa tại ca chui chập khlang pi đây cái bọt phật miền bọc pun tham mây hay niềng chằn nó có ba nông cua dung nơi muột đông ni dạ về bồng pơ thằng ngày nơi đông nơi còi bia dây bọc quạt đó ngày niềng chăn này nắng nghe cùi yum là hốt đo thằng ngày trong còi bọc quạt đó quạt có tròn có nâu nồng đồ nữa hay slap được nồng đồ mới nắng hay nhưng mà đằng tha tròn co chẳng mấy thế bong bồn sầm mai luôn này nữa anh ấy cứ nhôm dây ta bong bị bò đài phải nhờ nhôm thế hay có nẹp phum nẹp sọc rò sạ sọc bong niềng chăn nó ngọt khơi thì đôi xa ta lia được nồng đồ nữa chân rò cái tì sạ sọc ngọt khơi thì cứ chân miền này ta tự nhiên rồi có xạ sọp rồi bỏ niềng chắn nó cứ là lia nông đồ nâng bắt đời hay nè phum rồi còn nè sọc chật nâng á tha tự nhiên rồi bỏ niềng chắn nâng cứ mình bàn tuần nào thì cứ được nông đồ mình nâng á trăm ô tiên rồi có trăm tiên từ lẹ trăm nuông đại nè nấu chật đôn bây dục bây nâng tiên như lẹ đôn đã bây vô tờ diêm đôn nâng chấm nuôi nhá ông bồn xạ máy đấy đôi chỉ chương co bây chứ á trăm cho chỉ vật nè đây nấu có bài đôn bây dục bây chứ á bong bố sa máy anh chân ban dây rồi bong vị bol quạt prap cùng oi về dục từ bài đô nâng lư xâm lên ấy công tơ ấy chẳng á hay nó về đại bong vị bol quạt đạp cha mùi nâng dây bị hạt ca đường rau xinh ở hai quạt mina rom thang khai men tên quạt ngon dây bao quạt vì muốn mau mình dây đường rau nâng prap quạt từ tay một prap về lâu quạt phơi chất ọt bán á có tha vì muốn quạt đu nâng nâng đáy tay quạt đôi chỉ ọt chạp ở rom đường đô mùi nâng á từ tại quạt từ riêng Phnom Penh ban buôn làm cho năm ấy chân quạt màu vinh bị riêng plug á chân quạt cả muốn quạt ở sâu chập vào mới có phọc từ lên đồ mình đang tỉ từ tại quạt màu với nhẹ quạt đằng rừng rào từng ó ban quạt pay khai mình tên hay bong bị bò đằng rừng rào ó hay có chấm riệp lìa lục ở cha mùi nâng mọc tẹo với nhá hay nhom nằm lồng mà đòi pay dục nắng á hay dục mùi nắng cứ dây bong bị bò có còn tí nhá ạt ngợp đào ruồi chứ rồi xa tại bong bị bò mưa thai đất đỏ là chuột loa bò tình thân nam tình ấy lê bây giờ nè hay quạt có cron tịch thường hay nộp về để dây bỏ bong bò cron đằng hái bong bò có quạt từ dầm ra nơi bật tục bỏ quạt nơi tròn thằng lơ nữa nè hay dục mùi nắng cứ chỉ dục đại run thút mình tên bong bò có thá quạt đi sọc á lư sầm lên hao quạt sập á hay sầm lên những lư tít hay hao trong một quạt á vị bol một ly chỉ mũi nhom phong tực thật chẹn nè một chui sòng nhom phong bong vị bol có tha lư chẳng á lư tít hay bong vị bol có tha pe nâng mình đang tha đôi chim miên vị nhiên ấy rồi có màu nuông quạt tư ấy chẳng á hay quạt có đào trên vì bật tục bạc quạt mình đang thắt đào rồi biết mạch chạ sao rồi biết mạch quạt đằng tề quạt đào thằng bật nét nữa ấy đôi chim miên vị nhiên màu bằng vụ smart ray bạc quạt ở đào tàu của lanh đô mình nắng á hay quạt đào tàu đó mục đồ mình nắng hay có on mục cho tôi không đổ mũi nắng hay quạt tha on mục cho nó nghe vì mình khơi sầm máu đâu không tức mày nó quạt tha mình men sầm máu quạt tê cứ sầm máu đó bỏ nghiêng chặn miên neri mà nẹt đại ọt mục nữa on ngục mò bị lơi quạt á quạt khơi mục neri mà nẹt nằng hay bong bị bol quạtสังเกตkhơi tha về nắng cứ neri mà nẹt nắng miên mục
ហើយមានមុខហ្នឹងមិនមែនដូចជាគាត់ឃើញមុនអត់មានមុខឃើញតែខ្មៅក្របដណ្ដប់ដោយសក់អីណាគឺឃើញមុខហើយមុខហ្នឹងគឺញញឹមគួរឲ្យខ្លាចមែនទែនបងវិបុលគាត់ថាពេលហ្នឹងគឺគាត់អត់មានខ្លាចអត់មានភ័យអីទេមិនដឹងថាគាត់គេពង្វក់យ៉ាងម៉េចគាត់អត់មានចង់ស្រែកអត់មានភ័យខ្លាចអីទេគាត់ឃើញតែសភាពហ្នឹងតែគាត់ចាំបានហើយនៅពេលដែលគាត់កំពុងតែអោនមុខចុះទៅក្នុងដងមួយហ្នឹងគាត់ថាមានសរសៃសក់ច្រើនមែនទែនមករុំករបស់គាត់ដើម្បីទាញគាត់ធ្លាក់ដងមួយហ្នឹងហើយរុំករបស់គាត់ហ្នឹងក៏ទាញគាត់ទៅក្នុងដងមួយហ្នឹងហើយបងវិបុលគាត់ថាពេលហ្នឹងគឺពិបាកមែនទែនគាត់ដកថើមអត់បានទេដោយសារតែធ្លាក់ក្នុងទឹកហើយទឹកមួយហ្នឹងគឺត្រជាក់ស្រេបគាត់ចង់ស្រែកណាស់គាត់ដល់ពេលដែលគាត់ធ្លាក់ទឹកហ្នឹងគាត់ស្រែកអីក៏អត់រួចដែរដោយសារតែទឹកចូលមាត់ជក់អីពេញអញ្ចឹងបានគាត់ដឹងខ្លួនណាគាត់ស្វេសវ៉ាបតាយបតប់នៅក្នុងដងមួយហ្នឹងបងវិបុលក៏គិតថាគាត់អត់រស់ទេពេលហ្នឹងតែសំណាងល្អយាយរបស់គាត់បានចាំងពិលមកពីលើដងគាត់ក៏ឃើញយាយរបស់គាត់ចាំងពិលមកគាត់ក៏ស្រែកផងជួយផងយាយហើយយាយរបស់គាត់ឃើញក៏ហៅអ្នកចិត្តខាងនៅចិត្តហ្នឹងឲ្យមកជួយបងវិបុលក៏បោះខ្សែបោះអីជួយទាន់ពេលវេលាពេលហ្នឹងបើអត់មានយាយរបស់គាត់ចេញមកឬក៏យ៉ាងម៉េចគឺបងវិបុលគាត់ប្រហែលជាស្លាប់បាត់ហើយនេះខ្ញុំអត់ដឹងដែរថាយាយរបស់គាត់ពេលហ្នឹងដូចជាមានញៀនឬក៏អីជំរុញឲ្យគាត់មកមើលដងអីចឹងណាហើយណាមួយយាយរបស់គាត់ទៅតែងើបពីឈឺអញ្ចឹងយើងមិននឹកស្មានដល់ថាយាយរបស់គាត់ដើរបានណាអញ្ចឹងមិនដឹងថាវាជាសំណាងល្អរបស់បងវិបុលឬក៏យ៉ាងម៉េចទេពេលហ្នឹងបងវិបុលគាត់ឆ្ងល់ខ្លួនឯងដែរហើយនៅពេលដែលគេលើកមកហ្នឹងគឺបងវិបុលគាត់ស្លាប់បាត់ហើយដោយសារតែទឹកចូលពេញពោះអញ្ចឹងក៏យាយរបស់គាត់ឬក៏អ្នកចិត្តខាងហ្នឹងលើកបងវិបុលមកក្នុងផ្ទះវិញណាហើយក៏ឆ្កត់ទ្រូងឆ្កត់អីចេញមកសិតតែទឹកអីចឹងណាហើយនៅពេលដែលអ្នកភូមិឬក៏យាយរបស់គាត់ទៅមើលក្នុងដូងហ្នឹងគឺមានតែបងវិបុលទេអត់មាននាងច័ន្ទហ្នឹងទេអត់មានសក់អីរុំពាត់កអីទេពេលហ្នឹងហើយនៅពេលដែលអ្នកភូមិឬក៏អ្នកចិត្តខាងហ្នឹងឆ្កត់ទ្រូងរបស់បងវិបុលមកស្ទុះទៅក៏បងវិបុលហ្នឹងដឹងខ្លួនមកវិញហើយក៏ដឹងខ្លួនមកវិញគឺគាត់រត់ទៅអោបយាយរបស់គាត់ដោយសារតែគាត់ភ័យខ្លាំងមែនតើណាគុំតែបានយាយរបស់គាត់ទេគុំអីគាត់គ្មានជីវិតរស់នៅដល់ឥឡូវទេហើយនៅពេលដែលអ្នកភូមិឬក៏អ្នកចិត្តខាងគាត់ដឹងរឿងរ៉ាវអីផ្សេងគួរឲ្យខ្លាចមានវិញ្ញាណនាងច័ន្ទនឹងនាំមនុស្សទៅចង់សម្លាប់ចង់អីក៏ពិបាករស់នៅក៏សម្រុះសម្រួលគ្នាជាមួយនឹងលោកជាមួយនឹងអាចារ្យឬក៏ចាស់ផ្សេងនាំគ្នាធ្វើបុណ្យនៅដងនឹងហើយក៏ពាត់លបងបលាលួសកុំឲ្យមានក្មេងកុំឲ្យមានមនុស្សអីចូលចេញចូលបានណាដោយសារតែខ្លាចវិញ្ញាណរបស់នាងច័ន្ទនឹងវក់ស្មារតីអ្នកចិត្តខាងឬក៏អ្នកភូមិអ្នកស្រុករបស់គាត់នឹងទៅយកទៅសម្លាប់ក្នុងដងនឹងទៅវាមិនពិបាកមែនអត់អញ្ចឹងក៏ធ្វើបុណ្យធ្វើអីឧទ្ទិសកុសលឲ្យនាងច័ន្ទនឹងឈប់មកនាំឬក៏បង្វក់ស្មារតីអ្នកភូមិអីអញ្ចឹងទៀតហើយក៏ពាត់លបងពាត់អីឲ្យចិត្តឈប់ឲ្យអ្នកភូមិឬក៏អ្នកចិត្តខាងប្រើប្រាស់ដងមួយនឹងហើយក្រោយមកបងវិបុលក៏លែងជួបហេតុការណ៍អីផ្សេងណាដោយសារតែអ្នកភូមិឬក៏លោកអីគេធ្វើពិធីបុណ្យឧទ្ទិសកុសលឲ្យនាងច័ន្ទនឹងកុំឲ្យមកធ្វើបាបអ្នកភូមិអីចឹងណាហើយក៏ពាត់លបងពាត់អីហើយអ្នកភូមិអ្នកស្រុកឬក៏បងវិបុលអីហ្នឹងគឺគាត់ឈប់ទៅហ៊ានទៅក្បែរដងមួយហ្នឹងហើយឲ្យតែយប់ងឹតអីចឹងគាត់ឡើងសម្រាកឡើងអីណាអត់ហ៊ានឬក៏លឺសំឡេងអីផ្សេងគាត់អត់សូវចាប់អារម្មណ៍ចាប់អីទេតែគាត់ថាក្រោយមកលេងសូវមានលឺសំឡេងមាននារីហាវឬក៏លឺសំឡេងមនុស្សបោកអាវអីដែរអញ្ចឹងនេះគឺជាសាច់រឿងរបស់បងវិបុលណាដែលគាត់ជួបផ្ទាល់ហើយសាច់រឿងមួយនេះគឺខ្លីទេតែគួរឲ្យខ្លាចមែនតែនស្ដាប់ហើយព្រឺរោមយើងគិតពីរឿងមួយហេតុការណ៍មួយដែលបងវិបុលគាត់ជួបបងប្អូននឹងដឹងសាច់រឿងមួយនេះលម្អិតហើយសង្ឃឹមថាបងប្អូនចូលចិត្តនៅសាច់រឿងមួយនេះបើសិនចូលចិត្តសូមជួយ Subscribe នៅ Channel របស់ខ្ញុំមួយផងហើយក៏សូមអធិស្ឋានដែររកការសម្រាយមិនបានអត់អន់ឬក៏ក្បោះក្បាយអីហើយបើខ្វះខាតត្រង់ណាសូមជួយ Comment ខ្ញុំនឹងកែលម្អឲ្យបានល្អជាងហ្នឹងហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀត